ឆ្ងាញ់ណាស់សំខាន់ទឹកជ្រលក់គេដិតមុតល្អមែនតើនេះបងប្អូនចង់ប្រាប់ថាញៀនគឺដឹងតែញៀនឯបងប្អូនឥឡូវហ្នឹងចាមកឆាឆ្លក់ទឹកត្រីពូឈឺមកឆោទៅតែម្សិលមិញម្នាក់ឯងពីរឈុតអញ្ចឹងថ្ងៃនេះដាក់ពីរឈុតទៅឲ្យបងប្អូនចារសាច់ត្រីគេថាខ្មឹកខ្លាំងល្អណាបងប្អូនញ៉ាឆ្ងាញ់ហ្មងខ្ញុំអត់ប្រឡងទេណាអូចិត្តសាហាវបងប្អូនអូឆ្ងាញ់ខ្លាំងណាស់មកហាមាត់អូខ្ញុំញ៉ាំហ្នឹងញ៉ាំហងៃអត់ប្រឡងទេបងប្អូនមានខ្ទឹមមានបន្លែមានម្ទេសអញ្ចឹងមែនអត់ស្គាល់ឆ្ងាញ់ណាស់សំខាន់ទឹកជ្រលក់គេដិតមុតល្អមែនតើអូយគាត់ឡើងបាច់ញើសចូលគេបងប្អូននេះឆ្ងាញ់ណាស់អានេះក្លែមក៏ត្រូវញ៉ាំលេក៏ត្រូវដាក់ក្នុងបញ្ចុកក៏ត្រូវនេះបងប្អូនបច្ចេកទៀតណាបងប្អូនអ៊ីស្លាមញ៉ាំមកឆាជ្រក់ទឹកត្រីពូឈឺមិនឆោយបែនញ៉ាំដោយទំនុកចិត្តញ៉ាំដោយសុខភាពអត់មានប្រើខ្លាញ់ជ្រូកទេគេប្រើចូលក្នុងប្រេងសណ្ដែកអញ្ចឹងបងប្អូនអ៊ីស្លាមញ៉ាំបែនកុំបារម្ភញ៉ាំបានណាខាងខាងអីហ៎វិញណៅនឹងមាត់ផ្ទាត់តែម្ដងហើយគ្រីមហ្នឹងវាចេះតែជាប់មាត់ទៅខ្ញុំជូតរហូតខ្ញុំសួរតែថាជាប់អត់ខ្ញុំជូតឆេះអត់មានណាម៉ាក់តៃវ៉ាប់ជូតជំនួសខ្ញុំអ្នកនរគ្នាដៃទាំង5តែម្ដងប៉ុន្តែអីដែលខ្ញុំចាក់អារម្មណ៍នៅក្នុងវីដេអូនេះគឺខ្ញុំជូតមាត់រហូតហើយអត់តៃជូតខ្ញុំឡើងមាត់ហឹងទៀតទេអ្នកនរប៉ុន្តែមាត់ខ្ញុំនៅតែជាប់ពណ៌ក្រែមដដែលនៅស្អាតធម្មតានេះអ្នកនរគ្នាអាចមើលម្ដងទៀតបានគឺថាម៉ាក់តៃដៃទាំង5ជូតមាត់ហឹងតែម្ដងហើយមូលហេតុដែលមាត់ខ្ញុំស្អាតជាប់ពណ៌បានយូរគឺដោយសារតែខ្ញុំមកលាបជាមួយនឹង lip gloss របស់ JL ហើយខ្ញុំលាបជាមួយនឹង code 01ដែលមានពណ៌កាឈូកព្រឿង JL lip gloss មិនគ្រាន់តែធ្វើឲ្យមាត់របស់យើងមើលទៅ glossy ហើយមានពណ៌កាឈូកព្រឿងហើយប៉ុន្តែថែមទាំងផ្ដល់សំណើមដល់លើមាត់របស់យើងទៀតធ្វើឲ្យមាត់របស់យើងមានសុខភាពល្អហើយពណ៌ស្រស់ស្អាតគេមានពីរដើមពណ៌កូដ01គឺពណ៌កាឈូកនិងកូដ02ពណ៌រៀងបែកទឹកខូចតិចតិចអ្នកនរនេះគឺស្អាតហ្មងយើងអាចលាប JL lip gloss នេះតែឯងក៏បានឬក៏ពេលខ្លះយើងលាបជាមួយនឹងក្រែមដតៃទៀតក៏បានដែរដូចខ្ញុំពេលខ្លះគឺខ្ញុំលាបជាមួយនឹងក្រែមពណ៌រៀងកម្ៅតែខ្ញុំប្រើជាមួយនឹងកូដ02ដើម្បីលាបពីលើជួយបន្ថែមភាព glossy នៅលើមាត់របស់យើងហើយធ្វើឲ្យមាត់របស់យើងគឺមានសុខភាពល្អទៀតជាមួយនឹង JL lip gloss